សម្រាប់បងប្អូនដែលចូលចិត្តញ៉ាំម្ហូបខ្មែរក៏ដូចជាម្ហូបបែបអាហារស្រស់ស្រាយចេញចែកបងប្អូននិយាយពីថាឆ្ងាញ់ណាស់ត្បិតតែមួយមុខនេះមើលទៅគឺជាអាហារក្រៀមក្រំពិតមែនប៉ុន្តែរសជាតិវាឆ្ងាញ់ញ៉ាំអត់ងាយល្ងើនៅជាពិសេសខ្ញុំបានជាមួយនឹងបុកអំពិលខ្ចីជ្រក់ស្វាយជាមួយនឹងត្រីអាំងនឹងហើយបន្ទាប់ជាមួយបន្លែតិចតិចអូយគឺថាឆ្ងាញ់មែនតើញ៉ាំអស់បាយច្រើនណាស់នេះគឺចុះបាយមិនថាបាយក្តៅឬក៏បាយគោអីគឺត្រូវគ្នាទាំងអស់តែម្ដងហើយសម្រាប់ត្រីអាំងដែលត្រូវជាមួយនឹងបុកអំពិលខ្ចីគឺត្រីដែងបងប្អូនត្រីដែងគឺវាមានជាតិខ្លាញ់តិចតិចអាំងទៅយកទៅចុចជាមួយនឹងជ្រលក់ជាមួយនឹងអាគ្រឿងអស់ហ្នឹងគឺឆ្ងាញ់ណាស់បើសិនជាត្រីផ្សេងទៀតយកទៅស្លគឺជាតិប៉ុន្តែបើត្រីដែងមិនបានតែអាំងទេយកស្លអីគឺខ្ញុំអត់សូវចូលចិត្តទេអញ្ចឹងអាំងចុចជាមួយនឹងក្តាប់អំពើក៏ដូចជាជ្រក់ស្វាយខ្ញុំមានស្វាយមួយផ្លែនេះយកវាមកសាប់កោសវាឲ្យស្ដើងទៅយកទៅធ្វើឆ្ងាញ់មែនតើខែនេះគឺមានតែស្វាយឆ្អែតបងប្អូនអញ្ចឹងស្វាយនេះគឺស្វាយឆ្អែតហើយយកវាមកសាប់វាក៏ដូចជាកោសវាស្ដើងដើម្បីយកធ្វើជ្រក់ស្វាយអញ្ចឹងជ្រក់ស្វាយហើយខ្ញុំធ្វើបតាក៏ដូចជាមើលត្រីអាំងបតាខ្ញុំប្រែត្រីបតាមើលតាណាឆ្អិនគឺស្វងចាញ់ហ្មងទៅចឹងអានេះកុំឲ្យវាក្រៀមពេកក៏បានដែរវាឆ្អិនមកល្មមទៅសាច់វាគឺទន់ឆ្ងាញ់ណាសាច់ត្រីដែងគឺវាមានជាតិផ្អែមបងប្អូនយកមកអាំងគឺឆ្ងាញ់មែនតើចឹងសម្រាប់បន្លែមុខទៀតដែលខ្ញុំដាក់ជាមួយជ្រក់ស្វាយគឺខ្ទឹមក្រហមចឹងខ្ទឹមក្រហមយកមកចិត្តវាស្ដើងមកបងប្អូនបើយើងញៀនពេញប៉ោះមានអីទៀតយកវាមកលាយក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺមានតែពីរមុខនេះយកធ្វើជ្រក់គឺរួចរាល់ហើយអត់មានត្រូវការថែមអីទៀតទេសារនៅផ្ទះមានប៉ុណ្្នឹងស្រាប់អញ្ចឹងខ្ញុំដាក់តែប៉ុណ្្នឹងហើយមួយមុខទៀតនោះគឺបុកអំពើខ្ចីជាមួយនឹងជ្រក់ស្វាយខ្ញុំបានគ្រឿងពីរមុខដើម្បីញ៉ាំជាមួយនឹងត្រីអាំងនឹងអញ្ចឹងខ្ញុំមករៀបចំបុកអំពើខ្ចីមុនសម្រាប់អំពើខ្ចីគឺខ្ញុំដាក់ខ្ទឹមជាមួយនឹងម្ទេសនេះគឺម្ទេសខៀវមាននៅផ្ទះស្រាប់នៅក្រៅផ្ទះដើមមកអញ្ចឹងអាម្ទេសនេះក៏ឆ្ងាញ់ក៏វាហិរល្មមត្រូវជាមួយនឹងគ្រឿងទាំងអស់ហ្នឹងមែនតើដូច្នេះគឺខ្ញុំបានបុកខ្ទឹមជាមួយនឹងម្ទេសមិញមើលទៅវារាងម៉ត់បន្តិចហើយក៏ខ្ញុំដាក់ជាមួយនឹងអំពើខ្ចីចូលអញ្ចឹងអំពើនេះបើយើងបានក្តាប់ឲ្យទូចក៏កាន់តែឆ្ងាញ់ដែរប៉ុន្តែសម្រាប់ខ្ញុំរត់បានអញ្ចឹងមានតែហ្នឹងខ្ញុំបុកអាហ្នឹងទៅអត់អីទេឆ្ងាញ់ដូចគ្នាដោយសារតែនេះវាជូរជាងអាខ្ចីទេរហូតហើយបុករហូតតតែអំពើនឹងវារាងម៉ត់បន្តិចខ្ញុំក៏ថែមជាមួយនឹងប្រហុកមកចុងស្លាបព្រាបន្តិចប្រហុកច្រាំហើយជាមួយនឹងស្ករត្នោតកន្លះស្លាបព្រាហើយដាក់ប៊ីចេងមួយស្លាបព្រាអាតូចហ្នឹងទៅក្លុកចូលឡើងបុកវាចូលឡើងឲ្យវាសព្វចូលជាតិក៏ដូចជាស្ករត្នោតហ្នឹងឲ្យលាយអស់ហើយទៅវាមកល្មមរសជាតិសម្រាប់ប្រហុកវិញយើងចង់ប្រើប្រហុកអាំងក៏បានឬក៏ប្រហុកស្រស់អញ្ចឹងក៏បានដែរបើខ្ញុំប្រើប្រហុកនៅស្រស់គឺឆ្ងាញ់ដូចគ្នាហើយពេលដែលបុករួចហើយរៀបចំដាក់ចានម្ដុំធ្វើជ្រក់ស្វាយម្ដងបងប្អូនចឹងសម្រាប់របៀបធ្វើគឺខ្ញុំដាក់ខ្ទឹមក្រហមក៏ដូចជាស្វាយដែលយើងបានសាបរួចមិញស្ដើងនឹងជាប្រទះមកល្មមតូចអញ្ចឹងគឺយកទៅធ្វើឆ្ងាញ់ណាដាក់វាចូលទៅហើយបន្ថែមជាមួយនឹងគ្រឿងផ្សំសម្រាប់គ្រឿងផ្សំมันអាចខ្វះបានទេម្ទេសហិលហើយនៅស្ករសមួយស្លាបព្រាកន្លះបន្តិចប៊ីចេងមួយកូនស្លាបព្រាតូចហើយដាក់ទឹកត្រីម្សៅល្មមតាមរសជាតិយើងចូលចិត្តញ៉ាំបងប្អូនហើយក្លុកវាត្រឡប់វាចូលឡើងឈុំវាឲ្យវាចូលជាតិរហូតដល់ភ្លក់ទៅមកល្មមរសជាតិបងប្អូនហើយអូខេទុកម្ដងហើយរៀបចំមកក៏រៀបចំយកទៅញ៉ាំខ្ញុំមានជាមួយនឹងកូនត្រប់ស្រួយជាមួយនឹងពពាអ៊ូញ៉ាំឆ្ងាញ់មែនតើអញ្ចឹងអរគុណបងប្អូនដែលបានទស្សនាវីដេអូមួយនេះបើមានកំហុសកូចកងកន្លែងណាអីសូមបងប្អូនអធិស្ឋានពងប៉ុន្តែចង់ប្រាប់ថាឆ្ងាញ់ណាស់មុខនេះ